Holy, holy, holy. Holy moly! Holy moly! Holy! ពន្យល់អត្ថន័យពាក្យអង់គ្លេស holy និងឃ្លាវោហារស័ព្ទអង់គ្លេសផ្សេងៗទៀតដែលប្រើជាមួយនឹងពាក្យ holy ពាក្យថា holy មានថាពាក្យជាគុណនាមហើយយើងអាចប្រើវាដើម្បីមានន័យថាដែលពិសិដ្ឋដែលស័ក្តិសិទ្ធិដែលមានមុនដែលមានមន្តអាគមដែលមានវេទមន្តឬដែលតាក់ទងទៅនឹងព្រះជាម្ចាស់ឧទាហរណ៍ The Bible is considered a holy book មានន័យថាព្រះគម្ពីរ Bible គឺត្រូវបានគេចាត់ទុកថាជាសៀវភៅដែលពិសិដ្ឋឬដែលមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ក្រៅពីការត្រូវបានប្រែថាស័ក្តិសិទ្ធិឬក៏មានវេទមន្តយើងអាចប្រើពាក្យមួយនេះជាមួយនឹងពាក្យផ្សេងៗទៀតដើម្បីបង្កើតបានជាសំនួនវោហារដើម្បីបង្ហាញពីអារម្មណ៍របស់យើងដូចជា Holy cow ដែលជាឃ្លាដែលយើងប្រើដើម្បីបង្ហាញពីភាពភ្ញាក់ផ្អើលឬភាពមិនគួរឲ្យជឿទៅនឹងអ្វីមួយ Holy smokes នេះគឺជាឃ្លាដើម្បីបង្ហាញពីភាពតក់ស្លុតឬក៏ភាពភ្ញាក់ផ្អើល Holy moly នេះគឺជាឃ្លាដែលយើងអាចប្រើដើម្បីបង្ហាញពីភាពភ្ញាក់ផ្អើលឬភាពស្ងើចសរសើរបែបលេងសើច Holy hell នេះគឺជាឃ្លាដែលយើងអាចប្រើដើម្បីបង្ហាញពីភាពភ្ញាក់ផ្អើលបែបតក់ស្លុតឬក៏បែបខឹងខ្លាំង Holy crap នេះគឺជាឃ្លាដែលយើងអាចប្រើដើម្បីបង្ហាញពីភាពភ្ញាក់ផ្អើលឬក៏ភាពតក់ស្លុតខ្លាំង Holy shit និង Holy fuck ទាំងនេះគឺជាឃ្លាដែលយើងអាចប្រើដើម្បីបង្ហាញពីភាពភ្ញាក់ផ្អើលភាពតក់ស្លុតបែបខឹងឬក៏បែបខ្លាំងតាមរយៈឃ្លាឧទាហរណ៍ទាំងនេះឥឡូវនេះយើងបានដឹងហើយថាយើងប្រើពាក្យ holy នៅពីមុខពាក្យផ្សេងៗទៀតដើម្បីបង្ហាញពីអារម្មណ៍ភ្ញាក់ផ្អើលតក់ស្លុតឬក៏កំហឹងដូច្នេះនៅក្នុងភាសាអង់គ្លេសយើងអាចនិយាយត្រឹមតែ holy ដោយមិនបាច់និយាយពាក្យបន្ទាប់ក៏បានដែរដើម្បីបង្ហាញពីអារម្មណ៍ទាំងនោះដោយវាអាស្រ័យទៅលើស្ថានភាពដែលយើងកំពុងនិយាយដើម្បីបង្ហាញថាអារម្មណ៍របស់យើងគឺជាអារម្មណ៍ភ្ញាក់ផ្អើលតក់ស្លុតឬក៏កំហឹង